សួស្តីខ្ញុំឈ្មោះសុចិតាហើយខ្ញុំជាអាណាព្យាបាលដែលមានកូនរៀននៅសាលាស៊ូប៊ី2នាក់កត្តាដំបូងដែលខ្ញុំជ្រើសរើសសាលាស៊ូប៊ីព្រោះសាលាស៊ូប៊ីគឺជាសាលាមួយដែលមានគេឈ្មោះល្បីហើយក៏ល្អទៅលើផ្នែកអប់រំនិងមើលថែកុមារផងដែរគាត់មានអារម្មណ៍សប្បាយចិត្តមែនទែនពេលទៅដល់ផ្ទះថ្ងៃទី1ខ្ញុំមានអារម្មណ៍ថាអូយរំភើបជំនួសកូនមែនទែនគាត់មានអារម្មណ៍ថារីករាយរហូតដល់គាត់និយាយថាអូម៉ាំគឺអត់ចំណាយលុយដោយអត់ប្រយោជន៍ទេព្រោះកូនមកនេះគឺមាន activity ច្រើនមែនទែនដែលធ្វើឲ្យកូនរៀនអត់ចេះធុញហើយកូនចូលចិត្តរៀនកូនតូចខ្ញុំហ្នឹងគឺឆាប់ធុញណាតែគាត់មករៀននេះគឺគាត់អត់ធុញទេគាត់សប្បាយចិត្តរហូតដល់មិនចង់ឈប់សំបីតែមួយថ្ងៃសំបីតែឈឺក៏ចង់មកសាលាដែរអ្វីដែលឃើញថាគាត់ប្លែកគឺយើងមិនបាច់ចាំបាច់ជំរុញគាត់ធ្វើលំហាត់ទេគឺគាត់មកគាត់រត់ធ្វើលំហាត់ហ្មងគាត់មកគាត់សប្បាយចិត្តគាត់ថា Mom teacher very good ហើយ teacher ស្រឡាញ់អូន teacher ប្រៀនបានល្អក្មេងដែលគាត់ឆាប់ធុញណាតែគាត់មកនេះគាត់អត់ធុញទេគាត់ថាសប្បាយចិត្តនៅក្នុងការរៀនហើយកាន់លំហាត់ឲ្យរៀនជាមួយគាត់ពេលខ្លះប្រៀនគាត់រហូតដល់គាត់ថាម៉ាមីនិយាយសោនខុសហើយអញ្ចឹងបានន័យថាអូគាត់ចេះអ្វីដែលសំខាន់ខ្ញុំសង្ឃឹមថាកូនខ្ញុំទៅថ្ងៃក្រោយគាត់គឺជាបុគ្គលម្នាក់ដែលមានភាពថ្លៃថ្នូរនិងមានភាពក្លាហានអញ្ចឹងអ្វីដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាបារម្ភក្នុងជ្រើសសាលានៅទីនេះខ្ញុំគិតថាអ្នកទាំងអស់គ្នាកុំឲ្យបារម្ភអីព្រោះខ្ញុំពេលដំបូងឡើយក៏ខ្ញុំបារម្ភដូចគ្នាដែរតែពេលដែលខ្ញុំដាក់ទៅខ្ញុំឃើញថាអូខេកូនខ្ញុំរីករាយសប្បាយចិត្តអញ្ចឹងខ្ញុំគិតថានៅក្នុងវ័យដែលគាត់រៀននេះគឺគាត់រៀនចេះហើយនៅក្នុងសាលាមានការដូចថា teacher ទាំងអស់ស្គាល់ឈ្មោះគាត់បុគ្គលិកទាំងអស់ស្គាល់ឈ្មោះគាត់អញ្ចឹងវា warming មែនទែនសម្រាប់កូនក្មេងអញ្ចឹងធ្វើឲ្យគាត់មានភាពជឿជាក់អត់ខ្លាចគាត់ក្លាហានណាហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចជឿជាក់បាននៅសាលាហ្នឹង